គប្បីជាមនុស្សល្អរបស់ខ្លួនឯងមនុស្សយើងគប្បីជាមនុស្សល្អរបស់ខ្លួនឯងឲ្យបានពិតប្រកបផងកុំគ្រាន់តែជាមនុស្សល្អរបស់អ្នកដទៃនោះពោលគឺគប្បីជាមនុស្សល្អពិតប្រាកដមិនជាមនុស្សលាក់ពុតរស់នៅដោយសេចក្តីរីករាយមិនក្តៅក្រហាយចិត្តសុខស្ងប់ជាមួយនឹងខ្លួនឯងជាមនុស្សល្អមានពាក្យគេលើកឡើងថាឈ្នះល្បែងទិញរបស់ចាញ់ល្បែងអស់លក់របស់លេងល្បែងមានរឿងដែលគួរគិតក្នុងជីវិតមនុស្សយើងនេះនៅត្រង់ដែលថារស់នៅខំប្រឹងរកទ្រព្យសម្បត្តិមិនហ៊ានឲ្យទានទាំងគ្មានសិលទានដល់ពេលឈឺអ្វីមួយធំដុំក៏ត្រូវចំណាយទ្រព្យសម្បត្តិដែលរកបានមកនោះព្យាបាលជំងឺរហូតអស់ទ្រព្យទួយហើយក៏ត្រូវស្លាប់សួរថាទ្រព្យមានតម្លៃជាងជីវិតឬជីវិតមានតម្លៃជាងទ្រព្យបើថាជីវិតមានតម្លៃជាងទ្រព្យហេតុអ្វីក៏ត្រូវចំណាយជីវិតរាប់សិបឆ្នាំដើម្បីតែទ្រព្យសម្បត្តិហើយទីបំផុតទ្រព្យសម្បត្តិមិនអាចធានាអាយុជីវិតនេះទុកបានឡើយត្រូវស្លាប់ទៅជាខ្មោចអត់ឃ្លានព្រោះតែមិនបានធ្វើទានរក្សាសិលត្រូវសួរថែមមួយទៀតថាខំប្រឹងបរិភោគនិងចំណាយទ្រព្យសម្បត្តិដើម្បីព្យាបាលរោគត្រូវការជីវិតរស់នៅតើដើម្បីអ្វីជីវិតមនុស្សយើងមានតម្លៃពិសេសនៅត្រង់កុសលវិបាកបដិសន្ធិដែលជាដើមទុនសម្រាប់ធ្វើការឲ្យបានសម្រេចនៅប្រយោជន៍ដ៏ធំដែលជាប្រយោជន៍សម្រាប់ខ្លួនឯងឈ្នះកិលេសនិងប្រយោជន៍សុខស្ងប់ក្នុងពិភពលោកសម្បត្តិដើមទុនគឺកុសលវិបាកបដិសន្ធិរបស់មនុស្សយើងនេះជាសម្បត្តិដ៏សំខាន់សម្រាប់មនុស្សសាងនៅគុណពិសេសចាប់តាំងអំពីគុណធម៌រូបដីរហូតដល់លោកកតរៈហើយបានសម្រេចបានប៉ុន្តែព្រោះការមិនបានយល់មនុស្សយើងប្រើប្រាស់ដើមទុនដ៏សំខាន់នេះគ្រាន់តែដើម្បីខ្សែផ្សោយនៅកាមគុណសាងគ្រឿងញៀនគ្រឿងស្រវឹងផ្សេងសម្រាប់ខ្លួនឯងមិនតែប៉ុណ្ណោះនៅសាងអាវុធសង្គ្រាមដ៏ខ្លាំងក្លាគឺពាក្យសម្ដីបញ្ឈឺចិត្តញុះញង់មុសាប្រហារគេឈ្មោះអ្នកដទៃជាដើមទៀតផងពេលណាដែលគិតថាបាត់បង់គេហើយខ្លួនឯងមិនអាចរស់នៅបានពេលនោះគឺជាពេលដែលអ្នកកំពុងភ្លេចស្រឡាញ់ខ្លួនឯងយើងត្រូវបើកភ្នែកសម្លឹងមើលការពិតនៃជីវិតកុំចេះតែលេបថ្នាំឲ្យដេកយូរដើម្បីបំភ្លេចរឿងទាំងឡាយយើងចង់បំភ្លេចទុក្ខ
តែទុក្ខមិនអាចបំភ្លេចយើងបានទេដើម្បីឈ្នះទុក្ខទាល់តែរកឃើញការពិតហើយលះបង់នៅចំណងលោកីក្នុងចិត្តរបស់ខ្លួនឯងត្រូវប្រយ័ត្នចំពោះរោគក្នុងចិត្តរបស់ខ្លួនឯងវាធ្វើឲ្យយើងពង្វេងឃើញរឿងដែលនាំឲ្យកើតទុក្ខថាជារឿងនាំឲ្យសប្បាយឃើញរឿងឥតប្រយោជន៍ថាមានប្រយោជន៍សូម្បីដឹងថាអំពើមិនល្អហើយតែវាធ្វើឲ្យមានសេចក្តីប្រមាទគិតឃើញថាមិនអីយើងមិនអាចបានអ្វីពីការយល់សប្តិនោះទេដូច្នេះយើងក៏បីញាក់ឡើងធ្វើការងារឲ្យសម្រេចប្រយោជន៍យ៉ាងណាមិញយើងក៏មិនអាចបានអ្វីអំពីលោកនេះក្នុងដំណេកកិលេសដោយគ្រាន់តែតណ្ហាឥតឆេះប្រកាន់ដូចជាការយល់សប្តិថាទោះជារបស់យើងដូច្នោះឡើយគឺយើងត្រូវតែភ្ញាក់ដឹងខ្លួនឡើងតាមរយៈនៃការសំឡេងប្រកាសនៅអរិយសច្ចធម៌ហើយបដិបត្តិដើម្បីប្រយោជន៍រួចផុតจากទុក្ខក៏យ៉ាងនោះដែរបើយើងមិនស្រឡាញ់ខ្លួនឯងហើយមិនធ្វើឲ្យខ្លួនឯងមានតម្លៃទេនោះតើអ្នកណាគេមកស្រឡាញ់មកឲ្យតម្លៃយើងដូច្នេះការសាងសេចក្តីល្អនេះឯងគឺជាការសំខាន់ណាស់ខំប្រឹងធ្វើទៅក៏មានឱកាសល្អសេចក្តីល្អនោះទោះជាមិនមានអ្នកណាដឹងក៏ដោយក៏ជាសេចក្តីល្អស្ដេចទៅហើយប៉ុន្តែមិនខ្វះអ្នកដែលដឹងទេយ៉ាងហោចណាស់ក៏មានខ្លួនយើងម្នាក់ដែរហើយយើងក៏បានដឹងរសជាតិនៃសេចក្តីសុខក្នុងអំពើល្អដែលយើងបានធ្វើយើងឈប់កើតទុក្ខជាមួយនឹងមនុស្សម្នាក់ណាដែលចោលយើងដោយយើងមកមានសេចក្តីសុខជាមួយនឹងកល្យាណមិត្តជាមួយនឹងអំពើល្អរបស់យើងនឹងឯងម្យ៉ាងទៀតអំពើល្អរបស់យើងប្រៀបដូចខ្យល់អាកាសអញ្ចឹងខ្យល់អាកាសសំខាន់ណាស់សម្រាប់គ្រប់គ្នាដកដង្ហើមទាំងមនុស្សសត្វយ៉ាងណាអំពើល្អក៏យ៉ាងនោះដែរមិនថាទានមិនថាសិលសុទ្ធតែជួយឲ្យគេបានរស់បានសុខមិនមានភ័យចំណែកខ្លួនយើងសប្បាយចិត្តរាល់ថ្ងៃមិនមែនអត់អំពីមនុស្សម្នាក់នោះទៅយើងអត់ខ្យល់ដង្ហើមដកនោះទេនៅពេលសុខយើងមិនចង់ឲ្យពេលវេលាកន្លងទៅទេតែខាត់មិនបាននៅពេលទុក្ខយើងចង់ឲ្យពេលវេលាឆាប់កន្លងផុតទៅតែបង្កប់បញ្ជាមិនបានដូច្នេះមានតែរៀនរស់
នៅឲ្យបានសុខជាមួយនឹងធម៌ពិតទើបសុខគ្រប់ពេលវេលាព្រោះពេលណាក៏មានធម៌ពិតដែរដើម្បីរៀនរស់នៅឲ្យបានសុខជាមួយនឹងធម៌ពិតគឺត្រូវតែរៀនធម៌រៀនយកព្រះពុទ្ធដីកាឲ្យបានចេះទៅហើយបដិបត្តិឲ្យបានត្រឹមត្រូវទើបបានសម្រេចការខឹងស្អប់គឺជាកំបិតអាចិត្តខ្លួនឯងចំណែកការឲ្យអភ័យគឺជាថ្នាំព្យាបាលរបួសបើយើងមិនព្យាបាលទេរបួសនឹងคล้ายទៅជាដំបៅមានតែការឈឺចាប់បាត់បង់ពេលវេលាដែលត្រូវបានសុខជាមួយនឹងអ្នកដែលស្រឡាញ់យើងយ៉ាងច្រើនមានមេត្តាបិតាជាដើមបើយើងព្រមស្លាប់ដោយធ្វើអត្តឃាតដើម្បីមនុស្សម្នាក់ដែលមិនស្រឡាញ់យើងតើក៏បីចំពោះមេត្តាបិតាដែលខំបីបាច់ថ្នាក់ថ្នមយើងចិញ្ចឹមយើងតាំងពីតូចដល់ធំទាំងដែលយើងមិនទាន់បានតបស្នងសងគុណគាត់ផងនោះដែរឬទេតើការស្លាប់របស់យើងមានតម្លៃដែរឬទេវាដូចជាសត្វដុលមួយក្បាលស្លាប់ក្នុងផ្ទះគឺមិនចាំបាច់ដុតផ្ទះនោះចោលទេពិតមែនតែវាមានក្លិនស្អុយពេញផ្ទះប៉ុន្តែដល់យកវាទៅបោះចោលទៅលាងទីនោះឲ្យស្អាតបើកបង្គួចវាឲ្យខ្យល់ចេញចូលយើងក៏មិនមានបញ្ហានឹងក្លិនស្អុយនោះទៀតដែរយ៉ាងណាមិញរឿងរ៉ាវអ្វីមួយក្នុងគំនិតមិនចាំបាច់ធ្វើអត្តឃាតទេយកតែគំនិតដែលដូចជាកណ្ដុរងាប់នេះឯងទៅកប់ចោលក្នុងដីគឺអតីតកាលនោះទៅសេចក្តីទុក្ខដែលដូចក្លិនស្អុយក៏វិបត្តិទៅដែរយកទឹកគឺការឲ្យអភ័យមកលាងជម្រះបើកទ្វារបង្អួចឲ្យខ្យល់ចេញចូលបានល្អគឺបើកភ្នែកមើលបត្រៃបីដកជាដើមបើកត្រចៀកស្ដាប់ធម៌ធ្វើសេចក្តីល្អដើម្បីឲ្យជាខ្យល់បរិសុទ្ធដង្ហើមដកចេញដកចូលស្រួលគឺរស់នៅបានសុខប្រាសចាកក្លិនស្អុយគឺសេចក្តីទុក្ខដែលរសាយអស់ទៅនឹងឯងផ្ទះគឺជាអត្តភាពនៅគង់វង្សដើម្បីបានរស់នៅធ្វើសេចក្តីល្អបានច្រើនទៀតណាក៏យ៉ាងនោះដែរជីវិតគឺជាការដើរផ្លូវដូច្នេះត្រូវតែរៀនលះបង់នៅគ្រឿងជាប់ជំពាក់ព្រោះមុខតែទៅចោលដដែលទេកុំឲ្យវាសៅមងចិត្តអ្វីដែលឥតប្រយោជន៍គឺអកុសលកម្មកុំយកទៅជាមួយគឺកុំធ្វើវាចំណែកអ្វីដែលមានប្រយោជន៍គឺកុសលកម្មចាំបាច់ត្រូវជាប់ទៅជាមួយអ្នកដើរផ្លូវគឺត្រូវសាងប្រសំអប់រំយ៉ាងយប់យ៉ាងថ្ងៃពេលណា
ក៏ធ្វើបុណ្យបានដែរកុំប្រមាថក្នុងការបំពេញកុសលទាំងឡាយសម័យកាលព្រះដ៏មានព្រះភាពទ្រង់គង់ព្រះជន្មានៅពេលថ្ងៃរសៀលពុទ្ធបរិស័ទនាំគ្នាយកគ្រឿងសក្ការៈបូជាទៅវត្តស្ដាប់ធម៌ទេសនារបស់ព្រះអង្គសម័យសពថ្ងៃព្រះពរជំនួសព្រះបរមសាស្តាមានតែពុទ្ធបរិស័ទមកវត្តស្ដាប់ធម៌ទេសនាសន្ទនាពធឆ្ងល់អ្វីសាក់សួរយកចិត្តទុកដាក់រៀនសូត្របានចំណេះដឹងអប់រំចិត្តតាមផ្លូវព្រះធម៌មិនលុះក្នុងអំណាចនៃកិលេសមាក្នុងចិត្តខ្លួនឯងលោកនេះជីវិតនេះភារៈនេះសម្រាប់មនុស្សល្ងងពួងឯងរែកពុនលីសែងរអ៊ូរទាំយុគសោប៉ុន្តែសម្រាប់អ្នកមានបញ្ញាកំណត់ដឹងនិងអចុះការជួបជាដំបូងការជុំជាកណ្ដាលទីបំផុតត្រូវតែមានការប្រត់ប្រានេះគឺជាការពិតមួយក្នុងលោកមិនមានអ្នកណាម្នាក់បាននៅការជួបជុំមិនប្រត់ប្រាស់នោះឡើយប៉ុន្តែវាមានការស្រឡាញ់ហួងហែងប្រកបដោយសេចក្តីល្ងង់ខ្លៅដោយឡែកឯណេះទេតែនាំឲ្យកើតទុក្ខសោកសៅក្តៅក្រហល់កាយចិត្តមុននឹងហួងហែងថាអ្វីជារបស់យើងតើមានគិតដល់ចំណុចនៃការហួងហែងនិងរបស់ដែលខ្លួនហួងហែងនោះថាមិនទៀងដែរឬទេបើការហួងហែងវាចូលមកដល់ដំណាក់កាលនៃសេចក្តីទុក្ខសោកហើយដំណោះស្រាយដើម្បីឲ្យបានសុខគឺមានការឲ្យអភ័យនិងការលះបង់នៅសេចក្តីហួងហែងនោះឯងយើងគួរតែសិក្សានៅចំណុចនៃកោសំពីយសូរត្រង់សារាយនៃយធម៌6ប្រការគឺយើងមិនប្របីធ្វើអ្វីនិយាយអ្វីគិតអ្វីសំបីតែតាមរយៈទឹកមុខនិងប្រសែភ្នែកក្នុងសភាពនៃការបៀតបៀនសងសឹកនោះទេគួរតែសិក្សាក្នុងគុណតម្លៃដែលជាខ្លឹមសារនៃជីវិតឲ្យជាទីនឹករលឹកជ្រះថ្លារបស់មនុស្សនិងទេវតាទាំងឡាយគឺធ្វើអ្វីនិយាយអ្វីគិតអ្វីឲ្យអ្នកដទៃបានជាប្រយោជន៍បានសុខបានចម្រើនសម្រាប់ព្រះភិក្ខុទាំងឡាយការបំពេញនៅអភិសមាចារដោយសេចក្តីមេត្តាឈ្មោះថាមេត្តាកាយកម្មសម្រាប់ពហុទាំងឡាយកម្មជាដើមយ៉ាងនេះគឺ
ការទៅដើម្បីប្រយោជន៍ក្នុងការថ្វាយបង្គំព្រះចែកដីថ្វាយបង្គំព្រះពុទ្ធព្រះនិមន្តព្រះសង្ឃក្តីការឃើញភិក្ខុទាំងឡាយនិមន្តបិណ្ឌបាតក្នុងស្រុកហើយបដិសន្ធារៈទទួលក្តីការទួលបាតក្តីការក្រាបអាសនៈក្តីការជូនដំណើរនិមន្តក្តីឈ្មោះថាមេត្តាកាយកម្មសម្រាប់ភិព្រះភិក្ខុគឺការប្រាប់បញ្ញត្តិតាក់ទងនឹងនិយាទសិក្ខាបទនិងការប្រាប់នៅកម្មដ្ឋានព្រមទាំងការសម្ដែងធម៌ប្រកាសនៅព្រះពុទ្ធវចនៈគឺបត្រៃបិដកដូចនេះឈ្មោះថាមេត្តាវជ័យកម្មសម្រាប់ព្រះហស្ថក្នុងការពេលដែលពោលពាក្យជាដើមថាយើងទៅថ្វាយបង្គំព្រះចេតិយជាមួយគ្នាយើងទៅថ្វាយបង្គំព្រះពុទ្ធព្រឹកជាមួយគ្នាក្តីការចាត់ចែងធ្វើឲ្យមានការស្ដាប់ធម៌បូជាប្រទីបការកម្រងក្តីណែនាំឲ្យបដិបត្តិក្នុងសុចរិតទាំង3ក្តីប្រកាសក្នុងការថ្វាយទានមានស្លាកផោចវគ្គសាដោះបច្ច័យ4ដល់សង្ឃក្តីណែនាំក្នុងការនិមន្តព្រះសង្ឃពោលពាក្យឲ្យបដិសន្ធារៈចំពោះសង្ឃសពគ្រប់ក្តីកើតការពេញចិត្តប្រកបដោយមេត្តាក្នុងវាចាដែលពោលនោះឈ្មោះថាមេត្តាវជ័យកម្មសម្រាប់ព្រះភិក្ខុនិមន្តក្រោកឡើងពេលចិត្តលឺហើយបដិបត្តិសរីរាង្គកាយរួចធ្វើវត្តក្នុងបរិវេណនៃចេតិយជាដើមគង់អង្គុយលើអាសនៈដ៏ស្ងាត់នឹកក្នុងចិត្តថាសូមឲ្យពួកភិក្ខុក្នុងវិហារនេះមានសេចក្តីសុខមិនមានពៀមិនបៀតបៀនដល់គ្នានឹងគ្នាចុះឈ្មោះថាមេត្តាមនោកម្មសម្រាប់ប្រកបការធ្វើទុកក្នុងចិត្តថាសូមព្រះពុទ្ធម្ចាស់ទាំងឡាយគង់នៅក្នុងព្រះភ្នោះឲ្យបានជាសុខចុះប្រាសចាកពីប្រាសចាកការបៀតបៀនដល់គ្នានឹងគ្នានេះឈ្មោះថាមេត្តាមនោកម្មចំពោះមេត្តាកាយកម្មមេត្តាវិច័យកម្មក្នុងទីចំពោះមុខទាំងក្នុងទីកម្បាំងមុខក៏គួរជ្រាបថាចំណែកមេត្តាមនោកម្មក្នុងទីកម្បាំងមុខព្រោះគិតក្នុងចិត្តក៏គួរជ្រាបបានដែរប៉ុន្តែចំពោះមេត្តាមនោកម្មក្នុងទីចំពោះមុខតាពីបដិគឺប្រសើរណាស់តែប្រកបដោយមេត្តានិងការសម្លឹងមើលដោយទឹកមុខស្រស់បោះត្រជាក់ត្រជុំដោយប្រការដូចនេះឯង